Pochettino បង្ហាញអំពីដំរីទៅដឹកនាំក្លាប់ធំអតីតអ្នកចាត់ការទូតរបស់ក្រុមមន់ក្នុងមេ Tottenham Hotspur និង PSG គឺលោក Pochettino ថ្មីនេះបានសារភាពថាលោកនឹងបើកចំហឱកាសនៅក្នុងការទៅដឹកនាំក្រុមជម្រើសជាតិអង់គ្លេសនាពេលអនាគតជាស្ដែងជម្រើសជាតិអង់គ្លេសដែលស្ថិតក្រោមការដឹកនាំរបស់លោក Gareth Southgate បានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់នៃពានរង្វាន់ World Cup កាលពីឆ្នាំ2018និងវគ្គផ្ដាច់ព្រាត់នៃពានរង្វាន់ Euro 2020ក៏ប៉ុន្តែឥឡូវនេះពួកគេបានបរាជ័យ5ប្រកួតចុងក្រោយលោក Gareth Southgate បានបន្តកិច្ចសន្យារបស់គាត់ជាមួយនឹងក្រុមជម្រើសជាតិអង់គ្លេសដល់ចុងឆ្នាំ2024ក៏ប៉ុន្តែប្រសិនបើពួកគេមិនអាចទទួលបានលទ្ធផលដ៏ដោយការរំពឹងទុកនៅក្នុងព្រឹត្តិការណ៍ World Cup 2022នោះគាត់នឹងស្ថិតក្រោមសម្ពាធជាខ្លាំងហើយយ៉ាងណាមិញលោក Pochettino ដែលត្រូវបានបណ្ដេញចេញពីក្រុម PSG កាលពីចុងរដូវកាលមុនបានបង្ហាញថាគាត់នឹងបើកចំហឱកាសដើម្បីទៅជំនួសកន្លែងរបស់លោក Gareth Southgate លើពីនេះទៅទៀត Pochettino បាននិយាយប្រាប់ទៅកាន់ Athletic ថាពេលណាទំនាក់ទំនងរបស់ខ្ញុំជាមួយនឹងប្រទេសអង់គ្លេសគឺមានភាពស្អិតរមួតខ្លាំងយើងមានទំនាក់ទំនងល្អជាមួយនឹងថ្នាលយុវជនដែលខ្ញុំធ្លាប់បានព្យាយាមអភិវឌ្ឍកីឡាករវ័យក្មេងសម្រាប់ក្រុមជម្រើសជាតិផងដែរខ្ញុំមានអារម្មណ៍ល្អនៅទីនេះអ្នកមិនដឹងថានឹងមានអ្វីកើតឡើងនាពេលអនាគតនោះទេខ្ញុំនឹងបើកចំហឱកាសចំពោះអ្វីគ្រប់យ៉ាងស៊ីដានមានកម្រិតស្មើរ៉ូណាល់ដូនិងលីអាណែលមេស៊ីថ្មីនេះខ្សែប្រយុទ្ធឆ្នាំគ្រីស្ទីណូរ៉ូណាល់ដូបាននិយាយប្រាប់អំពីទំនាក់ទំនងរបស់ខ្លួនជាមួយនឹងលីអាណែលមេស៊ីអំឡុងផ្ដល់បទសម្ភាសន៍ជាមួយនឹងលោក Piers Morgan ជាការពិតណាកីឡាករទាំងពីររូបត្រូវបានចាត់ទុកថាគឺជាគូប្រជែងដ៏ធំបំផុតលើទីលានអស់រយៈពេល2ទសវត្សរ៍មកហើយក៏ប៉ុន្តែយ៉ាងណាក៏ដោយរ៉ូណាល់ដូបានអះអាងថាគេមានការគោរពច្រើនចំពោះខ្សែប្រយុទ្ធសញ្ជាតិអាសង់ទីនមិនត្រឹមតែប៉ុណ្ណោះរ៉ូណាល់ដូក៏បានបង្ហាញទៀតផងដែរថាក្រៅពីរូបគេមេស៊ីគឺជាកីឡាករបាល់ទាត់ដ៏ល្អបំផុតដែលខ្លួនធ្លាប់បានឃើញរួមជាមួយនឹងអតីតគ្រូបង្វឹករបស់គេគឺ Zinedine Zidane ផងដែរលើពីនេះទៅទៀតខ្សែប្រយុទ្ធសញ្ជាតិប៉ូទុយហ្គាល់រូបនេះក៏បានបន្ថែមទៀតថាមេស៊ីគឺជាកីឡាករដ៏អស្ចារ្យគាត់រួមជាមួយនឹង Zinedine Zidane ប្រហែលជាកីឡាករល្អបំផុតដែលខ្ញុំធ្លាប់បានឃើញតាមពិតទៅទំនាក់ទំនងរវាងខ្ញុំជាមួយនឹងមេស៊ីគឺល្អខ្លាំងណាស់ខ្ញុំមិនត្រឹមចាត់ទុកគាត់គឺជាមិត្តនោះទេក៏ប៉ុន្តែប្រៀបបីដូចជាមិត្តរួមក្រុមរបស់ខ្ញុំច្រើនជាងបកបាថាខ្សែបម្រើ3នាក់គឺល្អបំផុតនៅលើពិភពលោកថ្មីនេះខ្សែបម្រើរបស់ក្រុមសេះបង្កងជីវិនទូកីឡាករពលបកបាបានបង្ហើបប្រាប់ឈ្មោះកីឡាករចំនួន3រូបថាជាកីឡាករដ៏គួរឲ្យគោរពជាទីបំផុតហើយថែមទាំងបានចាត់ទុកថាខ្សែបម្រើដ៏ល្អបំផុតនៅលើពិភពលោកថែមទៀតផងជាស្ដែងអំឡុងពេលថ្លែងទៅកាន់បទសម្ភាសន៍ជាមួយនឹង Was អតីតខ្សែបម្រើរបស់ក្រុមបិសាចក្រហម Manchester United បានជ្រើសរើស Toni Kroos, Marco Verratti និង Thiago Alcantara ដើម្បីនិយាយអំពីភាពប៉ិនប្រសប់របស់ពួកគេមិនត្រឹមតែប៉ុណ្ណោះពលបកបានលើកឡើងថាខ្សែបម្រើដ៏ល្អបំផុតប្រហែលជា Toni Kroos, Marco Verratti និង Thiago Alcantara ពីព្រោះពួកគេមិនត្រឹមតែលេងជាខ្សែបម្រើតែប៉ុណ្ណោះទេតែក៏អាចលេងជាកីឡាករ box to box ដែលអាចនាំក្រុមលេងអាចអាស៊ីសឬសូម្បីតែរកគ្រាប់បាល់បានផងដែរយ៉ាងណាក៏ដោយបើទោះបីជាត្រូវបានពលបកបាបង្ហាញការកោតសរសើរយ៉ាងណាក្តីតែកីឡាករទាំង3រូបនេះគឺនឹងមិនមានវត្តមាននៅក្នុងព្រឹត្តិការណ៍ World Cup 2022ឡើយដោយ Toni Kroos របស់អាល្លឺម៉ង់បានចូលនិវត្តន៍ពីក្រុមជម្រើសជាតិស្របពេលដែលក្រុមអ៊ីតាលីរបស់ Verratti គឺមិនទទួលបានកៅអីលេង World Cup នោះឡើយទន្ទឹមនឹងនោះផងដែរ Thiago Alcantara ក៏មិនត្រូវបានគ្រូបង្វឹកលោក Luis Enrique ក៏ហៅចូលជាមួយនឹងក្រុមជម្រើសជាតិគូជលអេស្ប៉ាញដើម្បីទៅលេងព្រឹត្តិការណ៍ World Cup នាប្រទេសកាតា2022នោះទេ